Ok, soអ្នកគ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើបង្ហាញអ្នកគ្នាអំពីការសរសេរកូដដើម្បីឲ្យវាបង្ហាញមកជាត្រីកោណមាត្រលក្ខណៈបង្ហាញមកចេញ1 2 3 4 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 1 2 3 4
និង1 2 3 5គឺលក្ខណៈបង្ហាញចេញមកជាលក្ខណៈជាត្រីកោណគឺបង្ហាញមកជាលក្ខណៈត្រីកោណអញ្ចឹងដើម្បីបង្ហាញបានយើងត្រូវប្រើ loop អញ្ចឹងទី1 loop ទី1គឺ for ប្រសិនបើ e ស្មើ1ហើយ e ខ្ញុំតូចជាងឬស្មើ5ហើយ e យើងគឺបូកខ្ញុំប្រើ loop មួយទៀត for បើ j ស្មើ1 j តូចជាងឬស្មើ e j បូកទៅកាសក់ថ្ងៃពុធថ្ងៃមួយខ្ញុំចង់ថ្ងៃពុធមែន27អូខេអញ្ចឹងខ្ញុំឲ្យ loop ជានេះគឺបូកមួយទៀតហើយតមកយើង print តម្លៃអូខេអញ្ចឹងខ្ញុំប្រើភាគរយ d ភាគរយនេះគឺតំណាងឲ្យចំនួនគត់បាទ integer ភាគរយ d នៃ j ជិះខ្ញុំបិទវិញមកហើយយើង print មួយទៀតបីចុះបន្ទាត់ double quote មួយមក /n បាត់ speculum អានេះត្រូវតែបញ្ចូលនៅ variable គឺ in ចឹងមកទីអត់ចូលទេគឺ error ចឹងបញ្ចូល e j ប៉ុណ្ណឹងចប់អត់អីប៉ុណ្ណឹងហើយឯងអញ្ចឹងខ្ញុំបញ្យល់តាមវានឹងដំណើរការជាមកដូចគម្រោងដែលយើងធ្វើខាងលើនេះអត់អញ្ចឹងករណីបើ e នេះស្មើ1ខ្ញុំសូមបញ្យល់អ្នកគ្នាអំពីរបៀបដំណើរការ loop សិន loop វាដំណើរការទៅតាមលក្ខខណ្ឌរបស់វាអញ្ចឹងបើយើងមាន2 loop នេះបើថា loop នៅក្នុង loop អានេះ loop ក្រៅនឹងសុំសេនេះចុះអានេះគឺ loop ក្រៅនេះគឺ loop ក្នុងអូខេអញ្ចឹងករណីប្រសិនបើអញ្ចឹងពុំបើ e នេះស្មើ1 e តូចជាងឬស្មើ n e បូកអញ្ចឹងកាលណាខ្ញុំវាត្រូវលក្ខខណ្ឌទៅអញ្ចឹង e យើងស្មើ1ខ្ញុំវាត្រូវលក្ខខណ្ឌហើយអញ្ចឹងវានឹងដំណើរការ loop ក្នុងនេះនឹងដំណើរការរហូតតតែគ្រប់លក្ខខណ្ឌអញ្ចឹងបើ j ស្មើ1 j តូចជាងឬស្មើ1ព្រោះឡើយនេះ e យើងស្មើ1ទៅហើយនេះ e យើងស្មើ1ចំណែកនេះស្មើ1អញ្ចឹង j ស្មើ1 j តូចជាងឬស្មើ1ប៉ិតវានឹងបង្ហាញតម្លៃអញ្ចឹងចេញមកលេខ1ចប់ loop ហ្នឹងហើយអញ្ចឹងចូលដល់ loop ក្រៅទៀត loop ក្រៅករណី n ស្មើ2ករណីដែល e ស្មើ2 e ស្មើ2តូចជាង5ត្រូវអត់ចេះអញ្ចឹង loop ហ្នឹងត្រូវលក្ខខណ្ឌទៀតជួយវាធ្វើការ loop ក្នុងអញ្ចឹង j ស្មើ1 j តូចជាងឬស្មើ2 j បូកអញ្ចឹង j យើងប្រកាសជាតូចជាង2ហើយអញ្ចឹងព្រីមកលេខ1ទៀតអញ្ចឹងដំណើរការម្ដងទៀត j យើងស្មើលើស្មើ2ហើយ j យើងស្មើ2 j តូចជាងឬស្មើ2 j បូកអញ្ចឹងពីពិតបង្ហាញមកលេខ2 loop ចប់ loop ក្នុងចប់ចូលដល់ loop ក្រៅករណីដែល e ស្មើ3 ត្រូវលក្ខខណ្ឌទៀតអញ្ចឹង j នេះស្មើ1 j តូចជាងស្មើ3ប៉ិតអញ្ចឹងព្រីង1ទៀតជាងរត់ដល់2តូចជាង3ប៉ិតទៀតជាងបង្ហាញលេខ2 j យើងស្មើ3តូចជាងឬស្មើ3ជាងប៉ិតទៀតជាងបង្ហាញលេខ3អញ្ចឹង loop ក្នុងធ្វើអស់ហើយដល់ loop ក្រៅធ្វើតទៀតអញ្ចឹង e យើងឡើងដល់4អញ្ចឹងបើ e យើងស្មើ4 e តូចជាង5ប៉ិតអញ្ចឹង j ស្មើ1 j តូចជាង4ប៉ិតទៀតអញ្ចឹងចេញ1 j យើងស្មើ2តូចជាង4ប៉ិតទៀតបង្ហាញលេខ2 j យើងស្មើ3តូចជាង4ប៉ិតទៀតបង្ហាញលេខ3 j យើងស្មើ4ហើយតូចជាងឬស្មើ4ប៉ិតទៀតប៉ិតអញ្ចឹងបង្ហាញលេខ4អូខេ e យើងស្មើ5 e យើងស្មើ5អញ្ចឹង
J យើងស្មើ1 J តូចជាងឬស្មើ5ប៉ិតបង្ហាញលេខ1 J យើងស្មើ2តូចជាង5គឺប៉ិតទៀតបង្ហាញលេខ2 J ស្មើ3តូចជាង5ប៉ិតទៀតបង្ហាញលេខ3 J ស្មើ4តូចជាង5ប៉ិតទៀតបង្ហាញលេខ4 J ស្មើ5តូចជាងឬស្មើ5ប៉ិតបង្ហាញលេខ5អញ្ចឹង J ស្មើ6បាទ E នេះស្មើ6អញ្ចឹងលក្ខខណ្ឌមានដើមទៀតបាទ E នេះស្មើ6ប៉ិតអត់អញ្ចឹងចប់លក្ខខណ្ឌចប់អញ្ចឹងរូបយើងបង្ហាញមកជាត្រីកោណអញ្ចឹងអ្នកគ្នាចង់ដល់ជាមួយតេស្តនឹងកូដឲ្យមើលអ្នកគ្នាអូខេដល់ខ្ញុំតេស្តកូដនេះឲ្យមើលប៉ុន្តែខ្ញុំតេស្តទៅលើភាសា Java មិញខ្ញុំស្អីនៅក្នុង C អញ្ចឹងនៅក្នុងភាសាវាខុស syntax នេះតិចតួចទេអញ្ចឹងអ្នកគ្នាអាចចូលទៅកែបានឬក៏អ្នកគ្នាប្រើ C អ្នកគ្នាចេះភាសា C ភាសា C++, C++ទៅចេះភាសាអីសេភាសាទៅអញ្ចឹងខ្ញុំសេភាសា Java ចុះអូខេអញ្ចឹងទី1ខ្ញុំបញ្ចូលតម្លៃ array អូខេបន្ទាប់ខ្ញុំប្រើ loop បើ e យើងស្មើ1 e យើងតូចជាងឬស្មើ5ហើយ e យើងបូកនេះមកខ្ញុំប្រើ loop J ស្មើនឹង1 J តូចជាងឬស្មើនឹង e ហើយ J យើងបូកចឹងខ្ញុំ system.out យើងក្នុង syntax របស់ Java យើងប្រើ system.out ដើម្បីបង្ហាញតម្លៃអូខេខ្ញុំបង្ហាញតម្លៃ J អ្នកនេះយើងតែសញ្ញាបូកដើម្បីដកឃើញទៅស្អាតចាទីទៅ country តាក់ទក់មកអ្នកគ្នាចូលឯនេះទៅមកយើង print វាដើម្បីចុះបន្ទាត់ចាខ្ញុំ system.outផាយខុសនេះទៀតអូខេខុសនេះយើង PRINT យ៉ាសុំនឹងនេះកៅខុសកន្លែងខុសអីឃើញអ្នកនេះខ្ញុំសុំមើលតើខុសអីសិនអូខេមិនដឹងឲ្យខុសខ្ញុំសុំផ្សេងមើលទៅអូខេអូខេអញ្ចឹងវាត្រឹមត្រូវមិនភ្លេច1អញ្ចឹងអ្នកគ្នារ៉ាំជាមួយរ៉ាំតើចេញមកដូចយើងដែរអត់គឺរ៉ាំវានឹងចេញលទ្ធផលដូចតែយើងបានកម្រងទុកចឹងវានឹងចេញតាមជាជួរទៅត្រីកោណអូខេអញ្ចឹងចុចរ៉ាំមកនេះអ្នកនេះឃើញកន្លែងនេះអត់នេះឃើញវាដូចអ្វីដែលយើងបានគ្រោងទាត់នេះឃើញនេះចម្លើយដូចគ្នាចឹងជឿដំណើរការលូបវាមានតែប៉ុណ្្នឹងហើយបើអ្នកនេះចង់អត់ប្រហែលអ្នកនេះចង់ចេញនិយាយទៅវាមានតែប៉ុណ្្នឹងសម្រាប់វីដេអូថ្ងៃហ្នឹងបាយបាយ